mìnhนึกสมานธาតំបន់នេះមនុស្សច្រើនយ៉ាងនេះទេពុកម៉ែបងប្អូនណានៅប្រទេសខ្មែរយើងឥឡូវបងប្អូនតំបន់ទេសចរនារដូវវស្សានេះមានសឹងគ្រប់ខេត្តក្រុងភូមិឃុំឯពុកម៉ែបងប្អូនណាដោយសារតែមានផ្លូវបេតុងស្អាតនៅពេលដែលទឹកឡើងមកពុកម៉ែបងប្អូនយើងតែងតែស្រូបខ្យល់អាកាសនៅកន្លែងនឹងផ្លូវបេតុងស្រស់ស្អាតជាពិសេសដែលមានទឹកលិចឬមួយក៏ទឹករៀបនឹងលិចនឹងពុកម៉ែបងប្អូនហើយមនុស្សច្រើនណាបងប្អូនណាហើយកន្លែងនេះខ្ញុំបាទសូមប្រាប់ឈ្មោះបងប្អូននៅស្រុកឆ្ងាយស្រុកជិតចង់មកកំសាន្តលេងមិនពិបាកទេបងប្អូនណាបាទខ្ញុំបាទពេជ្ររតនាសូមគោរពជម្រាបសួរដល់លោកស្រីអ្នកនាងកញ្ញាអ៊ំពូមីងមាលោកតាលោកយាយប្រជាពលរដ្ឋទាំងអស់ជាទីគោរពជាទីរាប់អានកាលពីល្ងាចថ្ងៃទី16សីហាឆ្នាំ2026បងប្អូនណាវេលាម៉ោងផែជា5ល្ងាចហ្នឹងបងប្អូនខ្ញុំបាទបានចុះទៅផ្តិតរូបភាពនៅទឹកដីទួលគ្រួសដែលស្ថិតនៅក្នុងភូមិកំពង់បឹងឃុំមានស្រុកអូររងឪខេត្តត្បូងឃ្មុំបងប្អូនណាបាទមនុស្សច្រើនណាបងប្អូនហើយនៅចំណុចនេះបងប្អូនណាម៉ោង4ម៉ោង5ម៉ោង6ម៉ោង7នេះបងប្អូនគឺមនុស្សណែនណាន់តាន់តាប់តែម្ដងបងប្អូនបាទពីព្រោះតំបន់នេះគឺជាចំណុចកណ្ដាលបងប្អូនណាមកពីខាងជីហែដំណាក់ព្រីងព្រែកសណ្ដែកឬមួយក៏ខាងព្រៃវែងស៊ីធើកណ្ដាលអូររងឪជុំទិសតែម្ដងបងប្អូនបាទហើយខ្ញុំទៅពីខាងស្រុកត្បូងឃ្មុំបងប្អូនណាអញ្ចឹងជុំទិសតែម្ដងបងប្អូនហើយបងប្អូនចង់បានសាច់ខ្លែបងប្អូននេះកន្លែងបងស្រីនេះបាទគឺមានក្តាមបុកលហុងបុកអីច្រើនមកបងប្អូនបាទហើយអ្នកលក់សំដីទុនភ្លុនរស់រាយរាក់ទាក់ទៀតបងប្អូនណាហើយខ្ញុំទៅជាមួយនឹងគ្រួសារជាមួយនឹងកូនបងប្អូនហើយមិននឹកស្មានថាទឹកដីទួលគ្រួសអណ្ដូងព្រេងកំពង់បឹងនេះគឺមនុស្សមនាយ៉ាងច្រើនមែនតើបងប្អូនណាស្ទះឡានដូចរដូវចូលឆ្នាំដូចភ្ជុំបិណ្ឌចឹងបងប្អូនមើលនេះបាទឡានស្ទះតគ្នាដូចនៅភ្នំពេញចឹងបងប្អូនណាអញ្ចឹងសម្រាប់បងប្អូនថ្ងៃចុងសប្តាហ៍ឬមួយក៏ល្ងាចម៉ោង3ម៉ោង4 5ល្ងាចបងប្អូនចង់មកលេងបងប្អូនណាខ្ញុំបាទសូមបញ្ជាក់ម្ដងទៀតដែលទីតាំងនេះស្ថិតនៅទួលគ្រួសខាងកំពង់បឹងហ្នឹងបងប្អូនណាដែលស្ថិតនៅក្នុងឃុំមានស្រុកអូររងឪខេត្តត្បូងឃ្មុំបងប្អូនហើយខ្ញុំបាទថតនេះនៅល្ងាចថ្ងៃទី16សីហាឆ្នាំ2026ថតមិញហ្នឹងទេបងប្អូនបាទខ្ញុំបាទគ្រាន់តែទៅឃើញបងប្អូនព្រោះអាទិត្យមុនខ្ញុំបាទទៅដែរបងប្អូនអត់សូវមានមនុស្សទេតែអាទិត្យនេះមនុស្សមនាមកពីណាពីណីច្រើនបងប្អូនណាហើយបងប្អូនអ្នកបងស្រីនេះមានលក់សណ្ដែកដីមានលក់ខ្វិតត្រាំខ្វិតអីបងប្អូនណាជួយទិញគាត់ផងបងប្អូនបាទមកឃើញមុខបងស្រីជួយទិញផងបងប្អូននោះឥឡូវខ្ញុំបញ្ចាំងវីដេអូឲ្យបងប្អូនមើលទៅខាងប៉ែកខាងមាត់ទឹកវិញបងប្អូនក្រន់តែឡានបងប្អូននោះឈប់ពីពេញផ្ទៃមាត់ទឹកនៅតែម្ដងបងប្អូនណាបាទអញ្ចឹងបងប្អូនឃើញហើយជួយ like ជួយ share ដល់អ្នកគ្នាបងប្អូនបាទអរគុណច្រើនបងប្អូនណាជំរាបលាបាទ